group chụp hiệp xua cái nào tập đầy mìnhចូលរួមហើយគ្រប់ជំរាបសួរលោកតាលោកយាយថ្ងៃនេះសប្បាយរីករាយដែលបានមកដល់ឃុំកំពង់ហ្លួងខាងពោធិ៍សាត់ម្ដងហើយឃើញថាឃុំកំពង់ហ្លួងដូចថាយើងមើលឃើញប្លែកខុសពីឃុំផ្សេងៗអំពីសក្តានុពលទេសចរនឹងការរៀបចំនិងរបៀបតាក់ទាញភ្ញៀវរបស់សហគមន៍នៅក្នុងពេលនេះដែរខ្ញុំមានចំណុចមួយចំនួនចង់បន្ថែមពីការចូលរួមជាមតិយោបល់តាក់ទងទៅនឹងការយកចិត្តទុកដាក់ការរៀបចំរបស់រាជរដ្ឋាភិបាលទៅលើជុំវិញបឹងទន្លេសាបហើយជុំវិញបឹងទន្លេសាបយើងមើលឃើញថាមាន6ខេត្តហើយមាន136ឃុំដែលជាប់បឹងទន្លេសាបយើងអញ្ចឹងវាច្រើនហើយក្រុមការងារសហភាពអង្គការសង្គមស៊ីវិលយើងចុះបានច្រើនខេត្តតែខេត្តយើងចុះបាន2ឃុំខេត្តខ្លះ1ឃុំអញ្ចឹងណាយើងនៅបន្តទៅមុខទៀតដើម្បីចូលរួមជាគំនិតជាមតិយោបល់ជូនលោកតាលោកយាយហើយនៅក្នុងចំណុចនេះដែរខ្ញុំសូមលើកឡើងបន្ថែមថាបន្ទាប់ពីការរៀបចំរបស់សហគមន៍ក្នុងការរកចំណូលពីជីវភាពនេសាទកាលណាយើងមានការបិទនេសាទយើងមាននៅតំបន់ខ្លះយើងមានកសិកម្មជំនួសហើយតំបន់ខ្លះបាត់មានដីធ្វើកសិកម្មយើងមានទេសចរមួយទៀតអញ្ចឹងចំណុចទាំងអស់នេះហើយដែលរដ្ឋាភិបាលយើងយកចិត្តទុកដាក់ហើយយើងមើលឃើញអំពីចំណុចដែលលោកចាប់ដើមរៀបចំឡើងវិញតាក់ទងទៅនឹងបញ្ហាជុំវិញបឹងទន្លេសាបនេះគឺធ្វើយ៉ាងម៉េចរៀបចំឲ្យរក្សាបាននៅសក្តានុពលបឹងទន្លេសាបការថែរក្សានៅធនធានធម្មជាតិនិងការរៀបចំសំខាន់បំផុតនោះគឺប្រជាពលរដ្ឋមូលដ្ឋានតែម្ដងដូចយើងលើកឡើងស្រាប់ហើយថាការកែសម្រួលព្រំដីការរៀបចំធ្វើយ៉ាងម៉េចតំបន់ដែលមានផ្ទះសម្បែងតំបន់ដែលមានប្រជាជនលោកតាលោកយាយរស់នៅរដ្ឋាភិបាលថាមិនត្រូវតែរៀបចំធ្វើយ៉ាងម៉េចជូនទៅដល់ប្រជាពលរដ្ឋអញ្ចឹងយើងមើលឃើញថាការកែសម្រួលព្រំដីពីតំបន់3ចូលតំបន់2ពីតំបន់2មកតំបន់1ដើម្បីធ្វើយ៉ាងម៉េចផ្ទះលោកតាលោកយាយដែលមានការរស់នៅទីនេះស្រាប់មានវប្បធម៌មានទំនៀមទម្លាប់នៅនឹងស្រាប់គឺយើងផ្ដល់ជូនរដ្ឋាភិបាលលោកផ្ដល់ជូននេះហើយដែលសហភាពអង្គការសង្គមស៊ីវិលយើងមើលឃើញពីចំណុចដ៏សំខាន់នឹងការអនុវត្តដ៏ប្រសើររបស់ថ្នាក់ដឹកនាំហើយចំណុចនេះហើយដែលជាការយកចិត្តទុកដាក់មួយក្នុងការរៀបចំមិនថាការកែសម្រួលព្រំដីមិនថាការមើលឃើញអំពីការរកចំណូលរបស់លោកតាលោកយាយនៅក្នុងតំបន់ទន្លេសាបយើងនេះយើងដឹងហើយថាតំបន់ទន្លេសាបយើងគឺជាតំបន់មួយដែលមានត្រីភោគផលធម្មជាតិច្រើនហើយប្រជាពលរដ្ឋភាគច្រើនលោកនេសាទអញ្ចឹងដើម្បីថែរក្សាត្រីយើងឲ្យបានគង់វង្សយើងមិនត្រូវថែរក្សាព្រៃដែលលិចទឹកហ្នឹងតំបន់3ហ្នឹងបើយើងអត់មានព្រៃហ្នឹងត្រីណាទៅពងនៅកន្លែងណាអញ្ចឹងទៅយើងនាំគ្នារអស់ទៅអនាគតកូនចៅយើងជំនាន់ក្រោយវាអត់មានអញ្ចឹងការរៀបចំការយកចិត្តទុកដាក់នេះហើយដែលទទួលបានអត្ថប្រយោជន៍រួមតែម្ដងគឺសម្រាប់លោកតាលោកយាយមូលដ្ឋានតនិងការថែរក្សាធនធានធម្មជាតិយើងស្របពេលដែលប្រទេសយើងកំពុងតែមានភាពតានតឹងនៅខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជាថៃនេះក្នុងនាមខ្ញុំជាអនុប្រធានសហភាពអង្គការសង្គមស៊ីវិលក៏ចង់ស្នើដល់លោកតាលោកយាយជាពលរដ្ឋមូលដ្ឋានយើងចូលរួមសាមគ្គីគ្នាក្នុងនាមខ្មែរនិងខ្មែរដូចគ្នាដើម្បីថែរក្សាទឹកដីរបស់យើងជាពិសេសនោះយើងមិនរត់ទៅតាមមនោគមវិជ្ជារបស់អ្នកនយោបាយផ្សេងដែលអាចបំផុសបំផុលលោកតាលោកយាយជាពលរដ្ឋមូលដ្ឋានទៅចូលរួមសកម្មភាពផ្សេងធ្វើឲ្យខ្មែរយើងបែកបាក់គ្នាដោយការពីសម័យប្រវត្តិសាស្ត្រកាលណាដែលមានគេមកឈ្លានពានហើយយើងកន្លែងតែឆ្លោះគ្នាទៀតវានាំឲ្យយើងកាន់តែអន្តរាយទៀតអញ្ចឹងចំណុចនេះដែលខ្ញុំចង់ផ្ដល់ជាមតិយោបល់លើកឡើងបន្ថែមនៅពេលដែលយើងខិតខំនៅក្នុងមូលដ្ឋានរបស់យើងហើយរដ្ឋក៏លោកយកចិត្តទុកដាក់ថ្នាក់អាជ្ញាធរមូលដ្ឋានអីក៏លោកចាំមើលនិងរៀបចំបន្ថែមពី
ក្រោយហើយជាពិសេសនោះគឺចង់ឲ្យលោកតាលោកយាយមូលដ្ឋានពលរដ្ឋមូលដ្ឋានទាំងអស់យើងយកចិត្តទុកដាក់សំខាន់បំផុតគឺយើងពង្រឹងខ្លួនយើងក្រុមគ្រួសារយើងធ្វើយ៉ាងម៉េចឲ្យយើងធំធាត់ឲ្យយើងខ្លាចជាប្រទេសមួយដែលខ្លាំងដែលលើពិភពលោកគេមិនចង់ឲ្យយើងខ្លាចជាប្រទេសខ្លាំងទេកាលណាយើងខ្លាំងវាអាចនៅជាសម្ពាធរបស់គេវិញអញ្ចឹងនៅពេលដែលគេឃើញយើងខ្សោយគេចេះតែបំពេញយើងអញ្ចឹងយើងយកចិត្តទុកដាក់អំពីជីវភាពរបស់យើងសំខាន់បំផុតធ្វើយ៉ាងម៉េចឲ្យជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ទាំងអស់លោកមានមុខរបរមានសេដ្ឋកិច្ចកាន់តែរីកចម្រើនទៅមុខហើយចំណុចទាំងអស់នេះហើយដែលយើងមិនចង់ឲ្យបាត់បង់ទៅវិញដោយសារតែការបំផុសបំផុលមនោគមវិជ្ជារបស់អ្នកនយោបាយឬក៏អង្គការផ្សេងដែលតែងតែលើកឡើងអំពីបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សប៉ុន្តែជាក់ស្ដែងគឺជាមនោគមវិជ្ជាមិនខុសពីប្រវត្តិសាស្ត្រទេអញ្ចឹងខ្ញុំសង្ខេបឲ្យបាទអរគុណអញ្ចឹងសូមឲ្យលោកតាលោកយាយនៅក្នុងមូលដ្ឋានទាំងអស់ជោគជ័យក្នុងជីវភាពរបស់ខ្លួននិងទទួលបានសុខដុមរមនាក្នុងមូលដ្ឋានបាទសូមអរគុណហើយជូនពរឲ្យលោកតាលោកយាយខ្លាចជាអ្នកមានទាំងអស់គ្នានៅថ្ងៃអនាគតបាទជោគជ័យទាំងអស់គ្នា